ភ្លាសិកអង្គលីងញ៉ាំជក់មាត់សាហាវតែម្ដងសិកឆាវតិចតិចច្បាច់គូឆ្មាឲ្យជូរជ្រះជ្រះរៀងហុលហុលជាតិខ្លាំងមែនតែនបដ ாய் ហ្នឹងសាច់គោឡងផ្អែមសាច់គោបងប្អូនអាចរើសយកសាច់ខ្ញុំក៏បានសាច់រងឈាមដុំវៀនឬមួយក៏ប្រភេទសាច់ច្រឡផុយចំណែកគ្រឿងទេសដែលយើងមកធ្វើវិញមានអីច្រើនទេបងប្អូនខ្ទឹមក្រហមបកគោទឹកប្រហុកយើងធ្វើការកាត់សាច់គោម្ដុំមកបងប្អូនចង់បានវាយម៉ានដាក់វាយហ្នឹងកាត់មកដាច់ប៉ុតហើយរបៀបថាវាផុយល្អហ្មងយើងធ្វើការចាក់វាឲ្យសុះសាច់ហើយយើងក៏ដំវាដំឲ្យរៀងទក់តិចមកបងប្អូនប៉ុន្តែសាច់គោនេះរៀងផុយអញ្ចឹងមិនចាំដំខ្លាំងពេកក៏បានដែរបើថាសាច់គោយើងស្វិតយើងដំឯណាណីទៅបន្ទាប់មកយើងធ្វើការអាំងសាច់គោនៅលើខ្ទះមិនប្រើខ្លាញ់មិនប្រើបឺយតែបងប្អូនអាំងលាតយកតែម្ដងសូម្បីតែគ្រឿងយើងមិនចាំប្រឡាក់ដែរខ្មែរស្រែយើងផ្អែមជាតិស្រាប់ហើយបងប្អូនអើយបើបានសាច់ផុយអញ្ចឹងទៀតជ្រលក់តាមអំបិលម្ទេសក៏ឆ្ងាញ់ដែរយើងអាំងវាឆ្អិនរៀងបងប្អូនចង់បាន 50% ដាក់ 50% ចង់បានប្រភេទថា 80 ដាក់ 80 តាមអារម្មណ៍យើងចង់បានណាបន្ទាប់មកយើងធ្វើការហាន់វាស្ដើងប៉ុណ្ណឹងទៅជាមួយនឹងខ្ទឹមសចំណិតខ្ទឹមស 2-3 កំពឹសទៅខ្ទឹមក្រហម 4-5 កំពឹសមកបើបានខ្ទឹមក្រហមទុយៗអញ្ចឹងយើងបករៀងច្រើនតិចមកពេលយើងញ៉ាំហ្នឹងដាក់វាផ្ទាប់ជាមួយនឹងលក់បងប្អូនអើយអានោះឆ្ងាញ់ណាស់ផ្អែមនិយាយទៅញ៉ាំត្រូវជាមួយនឹងភ្លាសិកអង្គលីងយើងនឹងតែម្ដងបន្ទាប់មកទៀតយើងមានម្ទេសមានជីសកាយបើថាមានជីកង្កាមលាយជាមួយទៀតទៅតែឈ្ងុយខ្ញុំចូលចិត្តលេខ1សិកឆៅអញ្ចឹងហើយយើងអាំងវាឲ្យរៀងក្រៀមខាងក្រៅបងប្អូនបើខ្ញុំធ្វើគ្រឿងអីច្រើនតែគ្រឿងតែប៉ុណ្្នឹងឯងមកមុខនេះលឿនយើងប្រញាប់តែញ៉ាំទឹកតែអញ្ចឹងស្រួលទឹកប្រហុកខុនមិននឹងប្រាវបងប្អូនក៏លុកវាសិនយើងធ្វើតាមបែបធម្មជាតិចេះយើងមានទំនុកចិត្តក្នុងការញ៉ាំបងប្អូនអត់មានប្រើសារធាតុគីមីទុកបានយូរអីទេគោថ្មីរាល់ថ្ងៃតែម្ដងបើមកនឹងឈ្ងុយប្រហុកត្រីស្រែទឹកប្រហុកនេះយកទៅឆ្ងាយបានព្រោះថាដេឡេវាទុកក្រៅទូបានមួយខែដែរបើដាក់ក្នុងទូត្រជាក់វិញយូរចង់ចាក់ចូលសាច់គោប៉ុណ្ណាក៏អត់ប្រៃដែរបងប្អូនយើងចាក់ចូលប៉ុណ្ណឹងហើយក៏ដាក់អង្គលីងចូលមកជាមួយនឹងម្ទេសហុយច្បល់ប្រឡាក់ឲ្យម្ទេសហើយនឹងអង្គលីងទឹកប្រហុកសពចូលគ្នាល្អតែប៉ុណ្្នឹងឯងរួចរាល់ទឹកប្រហុកខុននឹងអត់ឆ្អែតទេដោយសារតែយើងបានកូរយូរម៉ោងណាទឹកប្រហុកនេះសម្រាប់បងប្អូនអត់សូវចេះញ៉ាំប្រហុកក៏អាចញ៉ាំបានដែរព្រោះប្រហុកឆ្អិនហើយវាឈ្ងុយតែម្ដងយកទៅមិនថែមអំបិលស្ករប៊ីចេងទេដាក់តាគ្រឿងទេសយើងទៅថែមក្រៅដូចជាអង្គលីងខ្ទឹមម្ទេសសាច់គោជាពិសេសហ្នឹងទៅបានហើយបងប្អូនថែមគួយឆ្មាផ្លែ2ផ្លែទៅជូរតាមចូលចិត្តមុខនេះសម្រាប់បងប្អូនដែលចិត្តញ៉ាំសាច់គោរបៀបថារៀងឆៅតិចអញ្ចឹងដឹងតើត្រូវមាត់ហើយរសជាតិវាជូរប្រៃផ្អែមមិនល្មមហើយរបៀបថាវាឈ្ងុយអង្គលីងឈ្ងុយគ្រឿងដែលយើងដាក់យើងអាចស្រោចទឹកប្រហុកទៅលើនឹងទៀតមកពេលដែលថាយើងចង់ញ៉ាំរសជាតិដិតណាជ្រលក់ទឹកនឹងទៀតទៅហុលឈ្ងុយអញ្ចឹងញ៉ាំជក់មាត់ដែរបងប្អូនអើយយើងបុកល្ហុងឬមួយក៏បុកសណ្ដែកធ្វើភ្លាអញ្ចេះឬមួយក៏យើងយកទៅធ្វើញ៉ាំស្ដៅអញ្ចឹងណាសម្រាប់មួយចានប៉ុណ្នេះយើងអាចដាក់ទឹកប្រហុកនឹងមួយវែកបាយល្មមឲ្យបងប្អូនបើថាចង់ញ៉ាំដិតខ្លាំងជាងនេះយើងអាចបន្ថែមកន្លះវែកបាយឬមួយក៏មួយវែកបាយពីលើនឹងទៀតទឹកប្រហុកនេះគ្រឿងផ្សំសុទ្ធតែជារបស់ខ្មែរបងប្អូនវត្ថុធាតុដើមក៏យើងរកយករបស់ខ្មែរមកទាំងអស់ប្រហុកក៏ជាប្រហុកត្រីស្រែខាងរនាមស្ករត្នោតក៏ស្ករត្នោតខ្មែរបើខុសតែសបកវេចខ្ចប់មួយទេមិនមែនជារបស់ខ្មែរហើយបើថាសបកវេចខ្ចប់មានរបស់ខ្មែរដែរក៏ខ្ញុំជួយគ្រប់គ្រងដែរបងប្អូនខ្ញុំនឹងព្យាយាមកែច្នៃរបស់នៅក្នុងស្រុកឲ្យអស់ផលិតភាពសុខចិត្តហត់ខ្លួនឯងបន្តិចចំណេញតិចឲ្យតែបានប្រើប្រាស់របស់ក្នុងស្រុកមកមើលភ្លាសិករបស់យើងវិញពេលញ៉ាំមកយើងអាចច្បាច់ក្រូចឆ្មាថែមទៅរសជាតិជូរដិតខ្លាំងបងប្អូនព្រោះថាមួយមុខហ្នឹងញ៉ាំយូរទៅជូរទៅមិនឆ្ងាញ់ពណ៌ភ្លារបស់យើងខូចឡងក្រហមតំណងស្អាតមែនតែនបើតែអត់សូវហឹរទេគ្រីមខ្មែរយើងហាលទៅអត់សូវហឹរខ្លាំងទេប៉ុន្តែវាឲ្យពណ៌មកស្អាតអរគុណច្រើនបងប្អូនកុំភ្លេចចុចតាមដាន page ម្នាក់មួយផងណាបាយបាយ